ល្បីល្បាញពុកម៉ែបងប្អូនវត្តនេះនារដូវចូលព្រះវស្សាភ្ជុំបិណ្ឌបុណ្យផ្សេងពាក់ព័ន្ធជាមួយនឹងព្រះពុទ្ធសាសនាអ្នកតូចអ្នកធំឯកឧត្តមលោកជំទាវតែងតែមកដល់វត្តនេះជារៀងរាល់ឆ្នាំពុកម៉ែបងប្អូនណាដោយសារតែមានទស្សបារមីវត្តតាមថែរក្សាខ្ញុំបាទពេជ្ររតនាសូមគោរពនឹងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាអ៊ំពូមីមៀលោកតាលោកយាយប្រជាពលរដ្ឋទាំងអស់ពុទ្ធបរិស័ទចំណោះជើងវត្តជាទីគោរពជាទីរាប់អានកាលពីថ្ងៃទី12កក្កដាឆ្នាំ2026ខ្ញុំបាទពេជ្ររតនាបានទៅដល់វត្តទួលខ្លងដែលស្ថិតនៅក្នុងឃុំទលេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំគឺជាវត្តមួយដែលមានភាពស្រស់ស្អាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តព្រះគ្រូព្រះនាមអយសុធាបានរៀបចំយ៉ាងល្អប្រណិតមែនទែនបងប្អូនជាពិសេសលម្អទៅដោយផ្កាភ្ញីភ្លើងពណ៌ហើយនឹងសសរនៅតាមព្រះវិហារក៏ដូចជានៅលើសាលាឆាន់នេះមានរបៀបរៀបរយលម្អទៅដោយផ្ទាំងគំនូរយ៉ាងស្រស់ស្អាតមែនទែនណាពុកម៉ែបងប្អូនណាហើយសម្រាប់ថ្ងៃទី12កក្កដាឆ្នាំ2026នេះព្រះគ្រូព្រះចៅអធិការវត្តព្រះនាមអយសុធានេះរូបព្រះគ្រូណាពុកម៉ែបងប្អូនណាគឺព្រះគ្រូបានរៀបចំពិធីសិទ្ធិទានព្រះវស្សានេះមុនវត្តផ្សេងណាពុកម៉ែបងប្អូនណាដោយសារបើធ្វើថ្ងៃជាមួយគ្នាគឺវាជាន់គ្នាពុទ្ធបរិស័ទប្រវាក់ចែកកន្លែងចែកវត្តពុកម៉ែបងប្អូនអញ្ចឹងព្រះគ្រូធ្វើមុនបងប្អូនណាតែថ្ងៃសិទ្ធិទានប្រសាចំគឺថ្ងៃ22ខែកក្កដានេះតែព្រះគ្រូធ្វើមុន10ថ្ងៃណាពុកម៉ែបងប្អូនណាអញ្ចឹងឃើញថានៅថ្ងៃសិទ្ធិទានប្រសាដែលព្រះគ្រូរៀបចំនេះពុទ្ធបរិស័ទចំណោះជើងវត្តឯកឧត្តមលោកជំទាវអ្នកអុកញ៉ាបានអញ្ជើញមកពីគ្រប់ទិសទីជាពិសេសបងប្អូនពុកម៉ែបងប្អូនពុទ្ធបរិស័ទលោកតាលោកយាយអញ្ជើញមកពីខាងពញាក្រែកមកពីខាងត្បូងឃ្មុំមកពីខាងស្រែសៀមមកពីកំពង់ចាមពុកម៉ែបងប្អូនមួយចំនួនមកពីខេត្តផ្សេងខ្ញុំបាទរៀបរាប់អស់បងប្អូនណាហើយពិធីសិទ្ធិទានប្រសានេះបងប្អូនគឺគេមានដុំទៀនយកមកស្ងោមរងាស់ហើយយកមកចាក់នៅក្នុងបំពង់ទៀននេះត្រៀមសម្រាប់ថ្ងៃចូលព្រះវស្សាបងប្អូនណាបាទហើយពុកម៉ែបងប្អូនមួយចំនួនមកពីខាងស្ទឹងពុកម៉ែបងប្អូនណាអ្នកស្ទឹងហ្នឹងមិនមែនមកតែរឿងទៀនព្រះវស្សាបងប្អូនគឺមកមួយទៀតមានទាំងចង្ហាន់បិណ្ឌបាតមហូបចំណីជាពិសេសគាត់បានពំនាំជាមួយនឹងទឹកគ្រឿងអន្លក់ខ្ចីដែលអ្នកស្ទឹងនឹងល្បីល្បាញណាពុកម៉ែបងប្អូនអាហារដ្ឋានមួយនៅស្ទឹងហ្នឹងគឺល្បីខាងទឹកគ្រឿងអន្លក់ខ្ចីនឹងតែម្ដងបងប្អូនណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយបងប្អូនណាខ្ញុំបាទក៏ចង់សួរដល់ពុកម៉ែបងប្អូនតើវត្តណាខ្លះដែលរៀបចំពិធីសិទ្ធិទានព្រះវស្សានេះពុកម៉ែបងប្អូនណាពីព្រោះខ្ញុំបាទពេជ្ររតនាមិនសូវបានដឹងទេថាវត្តមានពិធីសិទ្ធិទានព្រះវស្សានេះបងប្អូនណាដោយសារតែចាស់មិនប្រាប់ឬមួយក៏ខាងខ្ញុំគេមិនធ្វើអីចឹងអធិស្ឋានបងប្អូនបើបងប្អូនដឹងវត្តណាខ្លះសិទ្ធិទានព្រះវស្សានេះសូមជួយខមមិនម្នាក់មួយនិងជួយ like share ផងបងប្អូនបាទតែខ្ញុំដឹងតែកម្មវិធីគេហៅថាបុណ្យចូលព្រះវស្សាតែសិទ្ធិទានវស្សានេះខ្ញុំបាទមិនដែលដឹងទេទើបតែព្រះគ្រូព្រះចៅអធិការវត្តព្រះនាមអយសុធាបងប្អូនឃើញនឹងរូបមិញហ្នឹងគឺជារូបព្រះគ្រូព្រះចៅអធិការវត្តហើយព្រះគ្រូបានប្រាប់ខ្ញុំថានេះគឺជាកម្មវិធីសិទ្ធិទានព្រះវស្សាបងប្អូនណាមុននឹងចូលវស្សាគឺមានកម្មវិធីនេះមួយបងប្អូនបាទខ្ញុំមិនដែលដឹងមែនបងប្អូនណាហើយសម្រាប់ពុទ្ធបរិស័ទក៏បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយនឹងព្រះចៅព្រះគ្រូព្រះចៅអធិការវត្តទួលខ្លងបាទបញ្ជាក់ម្ដងទៀតបងប្អូនវត្តទួលខ្លងស្ថិតនៅក្នុងឃុំទលេបិទស្រុកត្បូងឃ្មុំវត្តស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបងប្អូនណាហើយវត្តទួលខ្លងនេះគឺធ្វើនៅលើទីទួលខ្ពស់ដែលខ្ញុំតែងតែដាក់ឈ្មោះថាធ្វើនៅលើភ្នំបងប្អូនដោយសារតែភ្នំកូនភ្នំហ្នឹងទួលហ្នឹងគឺខ្ពស់ដែរអញ្ចឹងខ្ញុំបាទដាក់នាមថាវត្តនៅលើភ្នំអញ្ចឹងទៅបងប្អូននេះខ្ញុំបាទពេជ្ររតនាបងប្អូនគេលូនដែរស្គាល់បាទកំពុងតែដុសទឹកទៀនហ្នឹងដាក់ចូលទៅក្នុងពុំដើម្បីធ្វើទៀនព្រះវស្សាបងប្អូនណាបាទហើយព្រះគ្រូថាបានបន់ច្រើនណាពិធីនេះពីព្រោះខ្ញុំបាទតាំងពីក្មេងរហូតដល់អាយុ40ជាងនេះពុកម៉ែបងប្អូន
មិនដែលមានពិធីសិទ្ធិទានភាសាឲ្យបានឌុះចាក់ទានចឹងទេបងប្អូនដែលមានមែនបងប្អូនណាដោយសារតែមិនដែលដឹងឬមួយក៏ចាស់ស្រុកខ្ញុំគាត់អត់បានណែនាំឲ្យយើងទៅវត្តអីយើងអត់ដឹងមែនបងប្អូនណាបាទអញ្ចឹងវត្តណាក៏ដោយមានកម្មវិធីសិទ្ធិទានភាសាជួយខមមិនបងប្អូនណាដោយសារខ្ញុំបាទដឹងបងប្អូនហើយនេះគឺជាពិធីតាមបែបព្រះពុទ្ធសាសនាបងប្អូនហើយអ្នកថតទាំងអស់នេះសិតតែអ្នកខាងស្ទឹងបងប្អូននេះកំពុងតែថតរូបផ្ដិតរូបទុកជាអនុស្សាវរីយ៍បងប្អូនណាចូលនៅក្នុងเพจខ្ញុំបាទពេជ្ររតនាដើម្បីប្រហោះចែកជូនពុកម៉ែលោកតាលោកយាយឲ្យបានឃើញនៅពិធីសិទ្ធិទានព្រះវស្សានៅវត្តទួលខ្លុងទាំងអស់គ្នាបងប្អូនបាទពុទ្ធបរិស័ទមកយ៉ាងច្រើនកកកបងប្អូននៅក្នុងកម្មវិធីនេះឃើញថាពុទ្ធបរិស័ទយើងមានជំនឿលើពុទ្ធសាសនាណាបងប្អូនណាឲ្យតែមានពិធីបុណ្យសិទ្ធិទានព្រះវស្សាចូលវស្សាកាន់អង្គជុំបិណ្ឌគឺតែងតែមកដល់វត្តអារាមដាច់ខាតតែម្ដងបងប្អូនសូមបញ្ជាក់ថាវត្តទួលខ្លុងបងប្អូនគឺធំណាស់បងប្អូនណាគឺមានសសរដល់ទៅ108សសរសម្រាប់សាលាឆាន់នេះបងប្អូនបាទហើយនេះបងប្អូនមើលពីលើវត្តទៅវិញគឺឃើញដើមឈើនៅក្រោមអញ្ចឹងបានខ្ញុំដាក់ថាវត្តនៅលើភ្នំនឹងបងប្អូនដោយសារតែដើមឈើខ្ពស់30-40ម៉ែត្រនៅក្រោមនោះទេបងប្អូនណាបាទខ្ញុំបាទពេជ្ររតនាសូមអរគុណសូមគោរពលាបាទ